អំពើក្លែងបន្លំអំពីលក្ខណៈពិតនៃម្ហូបអាហារម្ចាស់អាជីវកម្មម្ហូបអាហារដែលដាក់ស្លាកសញ្ញាម្ហូបអាហារដែលមានលក្ខណៈមិនពិតធ្វើឲ្យយល់ខុសឬក៏ក្លែងបន្លំអំពីលក្ខណៈពិតនៃម្ហូបអាហារត្រូវពិន័យអន្តរការពី10លានរៀលទៅ20លានរៀលដោយមិនទាន់គិតដល់ទោសព្រំទណ្ឌផ្សេងទៀតត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី200លានរៀលទៅ400លានរៀលចំពោះអំពើផលិតកែច្នៃវេចខ្ចប់ចែកចាយឬលក់ម្ហូបអាហារដោយដឹងថាម្ហូបអាហារនោះមានផ្ទុកនូវសារធាតុពុលឬសារធាតុបង្កគ្រោះថ្នាក់ដែលលើសកម្រិតអនុញ្ញាតដែលនាំឲ្យខូចសុខភាពដល់មនុស្សដោយមិនទាន់គិតដល់ទោសព្រំទណ្ឌផ្សេងទៀតការបើអំពើនោះបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពអ្នកប្រើប្រាស់ត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំដោយមិនទាន់គិតដល់ទោសព្រំទណ្ឌផ្សេងទៀតការបើអំពើនោះបង្កឲ្យមានពិការភាពអចិន្ត្រៃយ៍ឬបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ត្រូវប្រន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំមាត្រា38និង39នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ